សារព័ត៌មាននេះបានដឹងផ្អែកទៅលើអ្វីដែលលោកប្រធានាធិបតី Donald Trump បានបង្ហាញឲ្យដឹងគឺបាទលោកបញ្ជាក់ថាប្រធានាធិបតីនៃប្រទេស Venezuela លោក Nicolas Maduro ហើយនិងលោកស្រី Pereira ត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួនហើយនឹងយកចេញពីប្រទេសហើយនៅក្នុងប្រតិបត្តិការបាទពិសេសមួយនៅថ្ងៃសៅរ៍នេះបាទនៅថ្ងៃសៅរ៍នេះមកនៅសហរដ្ឋអាមេរិកគឺមានការផ្ទុះផ្លោងមានផ្ទុះសម្លេងផ្ទុះមានជាច្រើននៅក្នុងប្រទេសVenezuela នៅក្នុងទីក្រុងនឹងតែម្ដងហើយគឺបើតាមសេចក្តីរាយការណ៍នេះគឺមានផ្ទុះបាទអគារយោធាបន្ទាយទាហានហើយនឹងអាកាសយានដ្ឋានផងដែរបាទដែលមានសម្លេងផ្ទុះតាំងពីព្រឹកព្រលឹមតែម្ដងដែលក្រោយមកគឺបាទលោកប្រធានាធិបតី Donald Trump ថាលោក Nicolas Maduro ហើយនិងលោកស្រី Pereira គឺលោកស្រី Celia Flores ទៅបានចាប់ខ្លួនហើយតាមដីការបស់តុលាការទីក្រុងញូវយ៉កបាទទីក្រុងញូវយ៉កដែលចោទប្រកាន់អ្នកទាំងពីរនេះបាទជាពិសេសលោក Nicolas ជាបទជាមេជួញដូរគ្រឿងញៀនបាទហើយលោកប្រធានាធិបតី Donald Trump នឹងធ្វើសន្និសីទសារព័ត៌មាននៅម៉ោង11ព្រឹកបាទនៅឯភូមិគ្រឹះ Mar-a-Lago របស់លោកបាទដែលឥឡូវនេះម៉ោងនៅសហរដ្ឋអាមេរិកគឺនៅខាង Florida នោះគឺម៉ោង 9:50 នាទីអញ្ចឹងនៅសល់តែជាង1ម៉ោងទៀតទេគឺលោកនឹងធ្វើសន្និសីទសារព័ត៌មានហើយបាទទន្ទឹមនឹងនោះគឺមានប្រតិកម្មច្រើនបាទប្រតិកម្មច្រើនគឺពីខាងរុស្ស៊ីក៏ដោយបាទពីខាងរុស្ស៊ីក៏ដោយគឺប្រធានាធិបតីខាងរុស្ស៊ីគាត់ថាគាត់សម្ដែងនៅការភ្ញាក់ផ្អើលយ៉ាងខ្លាំងបាទដែលមានសេចក្តីរាយការណ៍ថាប្រធានាធិបតីនៃប្រទេស Venezuela និងភរិយាត្រូវបានចាប់ខ្លួនដោយបង្ខំនិងយកចេញពីប្រទេសដោយកងកម្លាំងរបស់សហរដ្ឋអាមេរិកបាទពីផ្នែកក្រសួងការបរទេសរបស់រុស្ស៊ីបាននិយាយថាសកម្មភាពបែបនេះគឺបាទជាការកាត់ឡើងមួយដែលមិនអាចទទួលបានទេជាការរំលោភទៅលើដែនអធិបតេយ្យភាពនិងរដ្ឋឯករាជ្យភាពមួយដែលត្រូវតែគោរពគោលការណ៍ច្បាប់នៅអន្តរជាតិបាទហើយនៅប្រេស៊ីលក៏អញ្ចឹងដែរប្រេស៊ីលក៏ថាប្រតិបត្តិការពិសេសនេះគឺជារឿងមួយដែលបង្កឲ្យមានដំណើររឿងដល់គ្រោះថ្នាក់មួយសម្រាប់ការអនុវត្តនៅពេលក្រោយទៀតហើយបាទគឺជារឿងមួយចាត់ទុកថាជាគំរូអាក្រក់បាទសម្រាប់ថ្នាក់ដឹកនាំហើយខាងមិចស៊ិកហ្នឹងក៏បានកោតទូផងដែរបាទអញ្ចឹងប្រិមិត្តបានដឹងហើយបាទដឹងហើយពីការបង្កើនកម្លាំងយោធារបស់ខាងសហរដ្ឋអាមេរិកបាទទៅតំបន់ការ៉ាអ៊ីបហ្នឹងគឺនៅក្បែរប្រទេស Venezuela ហ្នឹងអស់ជាច្រើនខែមកហើយគឺតាំងពីខែកញ្ញាមកម្លេះបាទខែកញ្ញាមកម្លេះដែលទាមទារឲ្យ Nicolas Maduro នឹងចុះចេញពីតំណែងដោយសន្តិវិធីបាទកុំឲ្យមានរឿងអ្វីកើតឡើងហើយឥឡូវនេះរឿងនេះកើតឡើងហើយគឺសហរដ្ឋអាមេរិកធ្វើប្រតិបត្តិការយោធាពិសេសនេះដើម្បីចាប់តែអ្វីទៅជាប្រតិបត្តិការយោធាពិសេសបាទចា៎ខ្ញុំសូមជូនបន្តិចពីតើក្រុមណាដែលធ្វើការងារក្រុមហ្នឹងបាទគឺសហរដ្ឋអាមេរិកមានកងកម្លាំងច្រើនដែលធ្វើកិច្ចការងារពិសេសបែបនេះប៉ុន្តែបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាគឺប្រតិបត្តិការពិសេសនៅលើកនេះដែលចាប់លោក Nicolas Maduro នោះគឺធ្វើឡើងដោយក្រុមកងកម្លាំងពិសេសបាទ Elite Force ហ្នឹងគឺឈ្មោះថា Delta Force កងកម្លាំង Delta ដែលជាកងកម្លាំងពិសេសរបស់ជើងគោករបស់សហរដ្ឋអាមេរិកបូករួមគ្នាជាមួយនឹងការថាវរៈកងវរៈសេនាធំនៃខាងតបអាកាសដែលទទួលបន្ទុកបេសកកម្មពិសេសមួយគេហៅថា Night Stalkers ពួកនឹង Night Stalker ហ្នឹងនេះបើយោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិកពេលបច្ចុប្បន្នកំពុងធ្វើការងារហើយអ្នកខ្លះដែរចូលនិវត្តន៍បាទគាត់បាននិយាយដឹងបាទអញ្ចឹងគឺកងកម្លាំងពិសេសហ្នឹងគឺដូចជាពួកខាង Delta ហ្នឹងមិនមែនទៅធ្វើប្រតិបត្តិការតូចតាចទេគេធ្វើប្រតិបត្តិការតែទៅលើគេហៅថា high value targets គោលដៅដែលបាទខ្ពស់បាទគោលដៅដែលថ្នាក់អិសរាជជនសំខាន់ទេទូយ៉ាងដូចពួកនេះគឺបានក្រុមនេះ Night Stalker គឺបានធ្វើប្រតិបត្តិការនៅចាំអាទីទៅសម្រាប់
អូសាម៉ាប៊ីនឡាដិននៅក្នុងប្រទេសប៉ាគីស្ថានដែលគឺហោះតាមក្រុមនាវាស៊ីលបាទស៊ីវិលរបស់ទានជើងទឹករបស់សហរដ្ឋអាមេរិកទៅសម្រាប់អូសាម៉ាប៊ីនឡាដិននៅក្នុងឆ្នាំ2011បាទហើយកងកម្លាំងហ្នឹងគឺជាពិសេសគឺកងកម្លាំង Delta ឬក៏ Navy SEAL ពួក SEAL ដែលខ្ញុំធ្លាប់បានជម្រាបជូនប្រិយមិត្តក្នុងពេលកន្លងមកហ្នឹងគឺបាទក្រុមនេះធ្វើប្រតិបត្តិការមិនឲ្យដឹងមុនទេចាកិច្ចការសម្ងាត់យោធាមួយចំនួនមិនឲ្យដឹងទេបាទសូម្បីតែក្រុមគ្រួសារភរិយារបស់គេក៏អត់ដឹងដែរគេមិនអាចនិយាយបានទេបាទចឹងហើយបានខ្ញុំនិយាយហើយនិយាយទៀតប្រិយមិត្តណាដែលមិនដាល់ដឹងរឿងបញ្ហាយោធាកុំលូកឲ្យសោះរឿងកុំលូកឲ្យសោះខ្ញុំផ្ដាំឲ្យផ្ដាំទៀតជាពិសេសក្មួយកុំលូកឲ្យសោះរឿងហ្នឹងមួយកុំឌឺដងឌៀមដាមរឿងហ្នឹងឲ្យសោះកុំសួរគេទៅពីអត់ចំណេញទេក្មួយបាទអញ្ចឹងដូច្នេះក្នុងប្រតិបត្តិការនេះគឺបើតាមសេចក្តីរាយការណ៍ឲ្យដឹងថាពួក Night Hawk ហ្នឹង Night Stalkers ហ្នឹងបានហាត់សមបាទនៅក្បែរប្រទេសវេណេស៊ុយអេឡាហ្នឹងរបៀបដើម្បីទៅចាប់ហ្នឹងជាច្រើនខែមកហើយ for months បាទនៅក្បែរប្រទេសវេណេស៊ុយអេឡាពួកខាងសៀលហ្នឹងពេលទៅកំទេចអូសាម៉ាប៊ីនឡាដិនក៏ហាត់រាប់ខែទីតាំងភូមិសាស្ត្រឲ្យផ្ទះហ្នឹងគេយកមកធ្វើរូបតំណាងហ្នឹងដូចប៉ុនទំហំនេះចូលទៅធ្វើមិញហ្នឹងគេហាត់រាប់ខែហើយក្នុងពេលកន្លងមកខ្ញុំក៏ធ្លាប់បានជូនសេចក្តីរាយការណ៍ផងដែរគឺបានសហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះដែលហោះកង្ហារពិសេសសម្រាប់តែក្រុមប្រតិបត្តិការពិសេសនោះនៅចាំបានទេពេលមិនដែលតាមបានព័ត៌មានខ្ញុំដែលខ្ញុំបានជម្រាបមកគឺពិតប្រកបមែនក្រុមហ្នឹងយន្តហោះពិសេសហ្នឹងគឺសម្រាប់ពួកនោះហាត់បាក់វើនដើម្បីទៅចាប់លោកម៉ាដូរ៉ូនឹងតែម្ដងបាទហើយបើយោងតាមសារព័ត៌មាននេះបានដឹងថាគឺយ៉ាងហោចណាស់គឺសហរដ្ឋអាមេរិកបញ្ជូនយន្តហោះពិសេសសម្រាប់តែប្រតិបត្តិការពិសេសហ្នឹងរបស់កងកម្លាំងពិសេសហ្នឹងគឺប្រភេទ CV-22S ហ្នឹងចំនួន10គ្រឿងឯណោះបាទទៅកន្លែងហ្នឹងដើម្បីបង្ការក្នុងករណីដែលមានការផ្លាំងផ្លាត់ចូលចាប់ទៅមានការតវ៉ាតដៃអីហ្នឹងមានកម្លាំងពិសេសទៅអន្តរាគមបន្ថែមទៀតបាទបើថាហើយក្នុងពេលកន្លងមកគឺពេលដែលទៅចាប់អូសាម៉ាប៊ីនឡាដិនទៅបាញ់អូសាម៉ាប៊ីនឡាដិនហ្នឹងគឺប្រើឧទ្ធម្ភាគចក្រដែលសហរដ្ឋអាមេរិកមិនឲ្យដឹងពីមុនមកទេគឺហោះអត់ឮសំឡេងទេតាមធម្មតាហេលីកុបទ័រគឺហោះឮណាស់បើឮសំឡេងមិនតែគ្លុងបាទរាប់រយម៉ែត្រពីចម្ងាយឮប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិកប្រើពីកំទេចអូសាម៉ាប៊ីនឡាដិនគឺជាយន្តហោះអេលីកូពិសេសមួយតែម្ដងពីពួកអេលីកូក៏អាចមានលទ្ធភាពចុះចតកន្លែងណាដែលមិនមានពីឲ្យតាមទៅបានស្ងាត់ឈឹងហោះអត់មានឮសំឡេងទេបាទដែលសូម្បីតែចិនពេលហ្នឹងក៏តាមចង់ដឹងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកដែរអញ្ចឹងហើយបានដូចខ្ញុំនិយាយម្ដងទៀតជាលើកទី2ការសម្ងាត់យោធាគេអត់បញ្ចេញបបបាក់ទេជាពិសេសនៅប្រទេសសេរីបាទប្រទេសសេរីគេអត់បញ្ចេញទេខាងកុម្មុយនីសទេបានអីប៉ុណ្ណាពួតប៉ុណ្ណឹងបាទ